ថិតនៅក្នុងព្រំដែនសីមារបស់យើងគឺសង្ឃហធัวការសង្គ្រោះសន្តោសប្រពន្ធ័យអីនឹងយ៉ាងណាគឺថាបាននឹងឯងហើយចុះដែលលោកចូលទៅហ្នឹងលោកចូលទៅហ្នឹងលោកដោយការហួងហែងលោកដោយការឆ្លៀនពៀនលោកដោយអំណាចឧបាទាននឹងឯងតែត្រូវថាឲ្យកូនហ្នឹងយ៉ាងនេះកុំឲ្យកូនហ្នឹងយ៉ាងនោះដល់ទៅវាអត់បានដោយការហួងហែងវាត្រូវកើតទុកអានឹងឯងដែលត្រូវឆេះខ្លួនឯងនោះនឹងឯងភរិយាក៏ដោយស្វាមីក៏ដោយធัวសង្គ្រោះមានហើយស្វាមីសង្គ្រោះភរិយាសង្គ្រោះស្វាមីប៉ុន្តែបើយើងលូកទៅដោយការហួងហែងគឺត្រូវឆេះខ្លួនឯងហើយនឹងឯងទៅត្រូវការតបតមកវិញចឹងត្រូវធัวប្រឆាំងត្រឡប់មកវិញនឹងឯងហ្នឹងឯងគឺត្រូវកើតទុកដែរពីព្រោះអីពីព្រោះម្នាក់ប្រព្រឹត្តទៅតាមអធិស្ស្រ័យរៀងខ្លួនហើយនឹងប្រព្រឹត្តទៅតាមកម្មឃើញទេកូនក៏មានកម្មរបស់កូនភរិយាក៏មានកម្មរបស់ភរិយាស្វាមីក៏មានកម្មរបស់ស្វាមីម្យ៉ាងទៀតអធិស្ស្រ័យរបស់អ្នកដទៃម្នាក់វាផ្សេងគ្នាក្នុងការសន្សំចិត្តសន្តាននឹងមកហ្នឹងឯងអញ្ចឹងគឺថាក្នុងការដែលយើងរស់នៅជាមួយគ្នានឹងអវាទធัวគឺយើងត្រូវប្រព្រឹត្តនៅសង្ឃហធัวឲ្យបានប្រកបវិជ្ជានឹងឯងឲ្យមានការកើនឡើងនៅភាគរយក៏ប៉ុន្តែត្រូវតែប្រយ័ត្នកុំឲ្យរំលោភចូលទៅក្នុងព្រំដែនសីមារបស់អ្នកដទៃពាក្យថារំលោភក្នុងទីនេះគឺបានន័យថាជាការហួងហែងឃើញទេមិនមែនជាការសង្គ្រោះចាត់ចែងរៀបចំណែនាំអប់រំទូលមានព្រានបដៅប្រាប់ថាអីទេអានឹងវានៅក្នុងការសង្គ្រោះទេទូលមានព្រានបដៅហ្នឹងតែដល់ទៅរឿងហួងហែងអានឹងឯងដែលជាការរំលោភចូលហ្នឹងឯងវាជារឿងហួងហែងចាត់ចែងហើយការពិតសត្វលោកប្រព្រឹត្តទៅតាមកម្មឃើញទេឃើញវារលាកទេសត្វលោកប្រព្រឹត្តទៅតាមអធិស្ស្រ័យនឹងឯងហើយយើងទូមានបានជាការល្អបើមិនបានទេត្រូវកំណត់ដឹងថាវាជារឿងអធិស្ស្រ័យមនុស្សម្នាក់ព្រះពុទ្ធអង្គក៏ព្រះអង្គមិនអាចនឹងទូមានសពគ្រប់ទៅអញ្ចឹងដែរហើយសមត្ថភាពយើងនឹងវាយ៉ាងម៉េចអត់វាមានតែកើតទុកមួម៉ៅក្តៅក្រហាយដល់អញ្ចឹងទៅយើងវាលំបាកទៅខ្លួនឯងព្រោះអីព្រោះយើងបដៅខ្លួនឯងអត់តាន់បានអញ្ចឹងទៅដល់ទៅបដៅគេអត់បានដែរវាត្រូវកើតទុកខ្លួនឯងអាត្រង់ដែលអប់រំចិត្តមិនតាន់បាននឹងឯងចឹងអញ្ចឹងបានថាយើងត្រូវតែសិក្សាឲ្យយល់អំពីគ្រប់សភាពនៃធម្មាទាំងអស់ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងចឹង